គេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើការបន្តជាមួយសាច់របស់យើងទៀតហើយក៏ sorry គ្នាយើងដែលខានជាវីដេអូយូរដោយសារទុំទៅមកវិដាលេងមួយយ៉ាងមួយទៀតមានបញ្ហា Wi-Fi ដាច់ទៀតចឹងហើយបើសិនអ្នកគ្នាមកថ្មីអត់ទាន់បានចុច Subscribe នៅក្នុង Channel មួយនេះទេកុំភ្លេចចុច Sub ឲ្យមានម្នាក់មួយសិនផងបាទរស់ហើយតោះយើងចូលតាមដានសាច់ភាពបន្តបើយើងតែម្ដងយើងគិតថាឥឡូវនេះពួកគេបានមកដើរលេងនៅឆ្នេរសមុទ្រម្នាក់និយាយពីថាសប្បាយចិត្តខ្លាំងណាស់ហើយនិយាយទៅអូនអាការីក៏ឃើញដែរទាំងអូស៊ីអូនអូរូណាសិតតែធៀមកំឡាំងមកដើរលេងតែម្ដងប៉ុន្តែអំឡុងពេលកលែកទៅកាន់ប្រូសាកាយទៅគាត់តែអង្គុយឯកាលេងខ្សាច់ធ្វើមិនដឹងម្ល៉េះហើយអូស៊ីអូរូណាណែក៏ទៅប្រាប់ប្រូសាកាយបូករួមជាមួយចង់ឲ្យគាត់មកញ៉ាំអីជាមួយគ្នាដែរដោយហេតុនេះហើយសម្រាប់ប្រូសាកាយមិនចាប់អារម្មណ៍នោះទេឬក៏បានទៅរៀបចំកន្លែងពួកគេអង្គុយញ៉ាំអីតែគ្នាគេទៅអំឡុងពេលរាល់ក៏មកអង្គុយឯកាឡើងវិញនាំឲ្យពួកគេទាំង3នាក់មិនសូវជាយល់ប្រមាណទេហើយសំខាន់អីអាតួឯករបស់យើងនេះក៏តែអង្គុយសូថោប្រាប់ខ្លួនឯងអតីតថ្មីកម្មារភាពមិនអាចឆ្លាញ់គ្នានឹងខ្លាចទៅជាសង្សារបាននោះឡើយដោយហេតុនេះហើយសម្រាប់អូនាការីនោះក៏សួរទៅកាន់ប្រូសាកាយគាត់មានបញ្ហាស្អីដែរហើយពួកគេមកដើរលេងជាមួយគ្នាដល់នេះគាត់ចង់ឲ្យពួកគេទាំង3នាក់ហ្នឹងទៅលេងជុំគ្នាតែ3នាក់ហ្នឹងទៅអាពេលនិយាយរត់ហើយបន្តឲ្យបានជីកបានរបស់ខ្លះហ្នឹងក៏និយាយថាវាពិតជាស្អាតខ្លាំងណាស់ណពួកគេទាំង3នោះក៏ចំណានខ្លាំងដែរខំមកដើរលេងស្លៀកពាក់ឡើងស្អាតអត់តសាឲ្យមកបៀកទេម្ល៉េះហើយសម្រាប់អូនការីឡើងខ្វល់ឬក៏ចាំបបួលគ្នាគេតែ3នាក់ហ្នឹងទៅលេងសមុទ្រហ្មងទៅក៏ប៉ុន្តែចំណាមិញសម្រាប់អូនស៊ីអូនអូរូណាមិនសុខចិត្តទេព្រោះថាពួកគេម្នាក់សិតតែមានកម្រងចង់មកដើរលេងជាមួយនឹងប្រូសាកាយដូចអូនស៊ីអូអញ្ចឹងនេះចង់ធ្វើយ៉ាងណាក៏ដោយអមឡងពេលមកលេងសមុទ្រក្នុងដោយសារមើលមួយនេះខ្លាចទៅជាពេលវេលាដ៏អស្ចារ្យមួយរវាងពួកគេទាំងពីរសូម្បីតែអូរូណាក៏ដូចគ្នានាងខាងមកលេងសមុទ្រជាមួយប្រូសាកាយរយៈពេលជាង5ឆ្នាំមកហើយដែលជាមានការជំរុញពីពួកគេខ្លាំងចឹងប្រូសាកាយក៏ម្លែកបានទៀតហើយទើបជាស្រែកមកដល់ឬក៏បានប្រាប់ទៅកាន់ខ្លួនឯងដែលថាពួកគេគ្រាន់តែជាមិត្តកម្មារភាពតែប៉ុណ្ណោះតែយ៉ាងណាក្តីឲ្យគាត់ណែធំអត់បានបើមិត្តភក្តិរបស់គាត់ម្នាក់និយាយវិថាស្អាតដល់ថ្នាក់ហ្នឹងនិយាយមកខ្លៃតាគាត់សិនតែឈាមច្រមុះដោយសារសម្លៀកបំពាក់របស់ពួកគេបាត់ទៅហើយណាមួយទៀតក៏បាននឹកឃើញពាក្យសម្ដីធ្លាប់និយាយប្រាប់ទៅកាន់អូនស៊ីអូអដែងថាពួកគេបើទោះបីជាណាក៏ដោយនៅតែជាមិត្តភក្តិដ៏ល្អជាមួយគ្នាដដែលអាពេលអញ្ចឹងបើសិនជាគាត់ទៅបន្តទៀតវាអាចខុសពីពាក្យដែលគាត់បាននិយាយឥឡូវអំឡុងពេលឃើញប្រូសាកាយបែបនេះអូនស៊ីអូក៏បានប្រាប់ទៅកាន់ប្រូសាកាយអដែងតកាប៉ាត់នាងភ្លេចលាបលេកម្ដៅថ្ងៃទើបចង់ឲ្យប្រូសាកាយមកជួយលាបឲ្យបន្តិចមកប៉ុន្តែក៏ឃើញអូរូណាយកលេកម្ដៅថ្ងៃនោះលាបឲ្យប្រូសាកាយទៅវិញនៅមកប្រាប់ទៅកាន់គាត់ដើមបើចាំខ្មាស់អៀនអីនោះទេសំខាន់អីណាហើយប្រូឯងទទួលខុសត្រូវទៅលើរូបរាងកាយរបស់ខ្ញុំមែនអីឬហើយអំឡុងពេលពួកគេគៀងទៅវិញទៅមកនឹងក៏បានប្រាប់ទៅកាន់គាត់ថាការប៉ាតែងចៃលេងនោះទេឥឡូវអំឡុងពេលឃើញពួកគេកំពុងតែជិតស្និទ្ធជាមួយគ្នាអញ្ចឹងសម្រាប់អូណាការ៉េមិនសូវជាយល់បានឡើយទើបជំនប់ឲ្យនាងចាប់ដើមចំណានដើម្បីគម្រោងចង់ទៅលេងបាសជាមួយនឹងប្រូសាកាយតែយ៉ាងណាក៏ដោយគាត់បានចាប់អារម្មណ៍អីនោះទេព្រោះថាឥឡូវនេះរូបរាងកាយរបស់អូស៊ីអូនិងអូរូណាកំពុងតែនៅក្បែរគាត់ខ្លាំងពេកអាពេលចឹងហើយបានជាប្រូសាកាយព្យាបង្ខំខ្លួនឯងកុំអញ្ញែញ៉ៃឲ្យសោះអំឡុងពេលនៅក្បែរពួកគេទើបជាឡើយនេះក៏បាននឹកឃើញដល់ការខ្លះពីគាត់ដោយការបន្ទិតសម្រាប់ប្រូសាកាយនោះគឺចាប់ផ្ដើមមានចិត្តចំពោះអូស៊ីអូនិងអូណាការ៉េតាំងពីរៀននៅថ្នាក់បឋមមកម្លេះក៏ប៉ុន្តែក៏មិនដែលបញ្ចេញនោះទេដោយសារតែការពិតប្រូសាកាយតែងតែរៀនក្នុងការគ្រប់គ្រងទៅលើអារម្មណ៍របស់ខ្លួនឯងមិនទៅបញ្ចេញងាយនោះទេយឺគេថាគៀពេលនោះអូណាការ៉េក៏បានមកប្រាប់ទៅកាន់ប្រូសាកាយដែលចង់ដឹងថាគាត់មានចិត្តនឹងចង់មកលេងបាសជាមួយនាងអត់ក៏ប៉ុន្តែក៏ឃើញមកអាប៉ែហ្នឹងដូចជាមិនចង់លេងជាមួយនាងសោះនាំឲ្យនាងមកយល់ឡើយអាម៉េចបានជាគាត់ជួយចិត្តធ្វើអញ្ចឹងដាក់នាងម៉េះព្រោះថាការប៉ែតែនាងពិតជាសប្បាយចិត្តនិងរំភើបខ្លាំងណាស់អំឡុងពេលបានមកដើរលេងជាមួយនឹងប្រូសាកាយក្នុងថ្ងៃនេះតើពេលនិយាយប្រហែលពីអារម្មណ៍ខ្លួនឯងដូចហើយនាំមកនេះចាប់ដើមអ៊ីនខ្លាំងដែរតែក៏ប្រកែកវិញដែលថានាងមិនមានអីចឹងទេទៅងាប់បាត់តែឥឡូវអំឡុងពេលនៅក្នុងទឹកប្រូសាកាយក៏បានកាត់ដោយសម្រាប់ចិត្តរបស់គាត់មកក៏ពិតជារំភើបនិងសប្បាយចិត្តខ្លាំងដែរប៉ុន្តែដូចដឹងស្រាប់ចឹងដោយសារតែពួកគេទាំង3នាក់ស្អាតខ្លាំងដល់ថ្នាក់នេះហើយគួរឲ្យស្រឡាញ់ចឹងទៀតតែឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយដល់របៀបណាភ្លាមខពីជួយសង្គ្រោះទៅកាន់ប្រូសាកាយពួកគេទាំង3នាក់ពិតជាបារម្ភទៅកាន់គាត់ខ្លាំងណាស់តើហេតុបែបនេះហើយប្រូសាកាយទប់លែងជាប់ទើបជាឈាមច្រមុះតែម្ដងតែអស់ហ្នឹងហើយពួកគេចាប់ផ្ដើមបារម្ភបន្តទៀតគីឡូអាឡែងថាការរុញរបស់អូណាការ៉េធ្វើឲ្យគាត់ទៅបុកជាមួយដុំថ្មបានជាឈាមច្រមុះអញ្ចឹងម្ល៉េះហើយបានជាគាត់ប្រាប់ទៅកាន់ពួកគេអាដែងថាគាត់បានខ្មាស់អៀនអីឡើយច្រឡំใจបាត់ដល់ពេលឃើញពីអារម្មណ៍ហ្វឹតរបស់គាត់អញ្ចឹងពួកគេទាំង3ក៏មិននឹកស្មានដែលតាក់ទងទៅនឹងសម្រស់របស់ពួកគេទាំង3បដាគាត់ឈាមច្រមុះដល់ថ្នាក់ហ្នឹងជាស្ដែងពីទុបបីជាការខំប្រកាច់យ៉ាងណាក៏មិនអាចទៅរួចដែរ
ឥឡូវจะឃើញថាពួកគេទាំងអស់គ្នាចាប់ដើមលេងសប្បាយពេញណាស់គ្រាពេលមកលេងសមុទ្រនៅក្នុងរដូវសាមឺជាក់ស្ដែងម្នាក់ស្អាតអញ្ចឹងទៀតបាច់និយាយទេតួឯករបស់យើងសប្បាយចិត្តងាប់ហើយលុះមកដល់ពេលល្ងាចគ្រាពេលត្រឡប់ទៅផ្ទះវិញអាចារ្យអាការ៉េនេះក៏បានតែងចៃឌឺដងថាឲ្យតួឯករបស់យើងព្រោះឃើញថាគាត់ដើរយឺតពេកអត់ហ៊ានដើរចិត្តនាងនោះទេគីឡូថាខ្មាស់គេពេលឃើញដើរចិត្តនាងមែនហើយចម្លើយរបស់គាត់វិញណាគឺបានប្រតិកម្មអូនអាការ៉េតែកុំឈួតទៅនៅសម្រាប់របស់ខ្លួនឯងពេកជាពិសេសបើតនេណាស់គ្មានស្អីធ្វើមកជួយការល្បានរបស់គាត់ខ្លះមកជាឯធ្វើនេះក៏ខឹងខ្លាំងដែររីឯចម្លើយដែលតបទៅកាន់ប្រុសសាកាវិញនោះគឺថាបើសិនជាគាត់ចង់ឲ្យនេះជួយគឺត្រូវតាមមកយំសុំវល់នេះជាមុនសិនហើយចែមកខ្លៃទៅពីអ្នកនេះគ្មានស្អីកាប់ឆ្លុះគ្នាទេបន្ទាប់ពីឆ្លុះគ្នាមករយៈហ្នឹងមកក៏ចាប់អារម្មណ៍ឃើញថាឡានក្រោយចេញចោលបាត់ចឹងហើយសាមុខបកាយឆ្លុះគ្នាពេកឥឡូវខកពីមានបញ្ហាអញ្ចឹងអនឡាការ៉េក៏បានឃើញថាទូរស័ព្ទគ្មានសេវានោះទេដូចនេះគឺមិនអាចតាក់ទងទៅកាន់អូឈីអូនិងអូរ៉ូណាបានឡើយដែលអ្នកប្រូសាកាយកូនចៃអាឡែងថាមានមនុស្សម្នាក់អញ្ញែញ៉ៃខុសរឿងមកលេងសមុទ្រតែប្រែទៅជាបញ្ហាទៅវិញឥឡូវក៏ពីឃើញអនឡាការ៉េអញ្ចឹងសម្រាប់ប្រូសាកាយបានឃើញថាប្រហែលជានាងមិនចូលចិត្តគាត់ទើបជាអារម្មណ៍របស់នាងមិនល្អបែបនេះតែជាណាម៉េចគាត់បាននឹកឃើញការចៃរបស់នាងអំឡុងពេលនៅក្នុងបន្ទប់ទឹកដែលថាបើសិនជាគាត់ចាប់អារម្មណ៍និងមានចិត្តទៅលើនាងនោះក៏ល្អមួយយ៉ាងដែរនិយាយថាពេលនោះអរឡាការីបានសេប្រាប់គាត់ដើរបញ្ញាធ្វើដំណើរក្នុងការទៅចំណតឡានក្រុងឲ្យលឿនមកបើទោះបីជាលឿនចឹងមែនប៉ុន្តែការកាត់បោះប្រូសាកាយនោះគឺវាតកតងទៅនឹងការចៃរបស់អរឡាការីម្ល៉េះហើយគាត់ចេះតែប្រាប់ខ្លួនឯងដែរដែលមិនបាច់ទៅគិតអីច្រើនពេកនោះទេព្រោះថាចិត្តស្ដាយវាមិនអាចទៅរត់ឡើយនិយាយទៅអំឡុងពេលដើរជាមួយគ្នានោះអរឡាការីមិននឹកស្មានដើរមកដើរជាមួយអាគាត់នឹងទៅវិញតែជុំសិនដើរជាមួយគ្នាតែពីរនាក់អញ្ចឹងទៀតអើយអៀណាឥឡូវគេពេលបែបនេះសម្រាប់អូនអាការ៉េក៏បាននឹកឃើញថានេះអាចជាឱកាសរបស់នេះក្នុងការចូលចិត្តប្រូសាកាយដោយទៅនឹងឯងដែលអូឈីអូនិងអូរ៉ូណាធ្លាប់ធ្វើពីមុន2វិនាទីក្រោយមកនាងក៏អៀនប្រាប់ខ្លួនឯងមិនគួរណាទៅកិនចឹងទេរួចក៏បានភ័ក្រទៅកាន់ប្រូសាកាយឲ្យបញ្ញាប់ដើរលឿនមកព្រោះថាពេលនេះល្ងាចខ្លាំងហើយយ៉ាងណាក្តីគេពេលនោះបានលើសម្លេងចម្លែកមកស្ទុះក៏មកក៏មានស្អីលោតមកកដាមុខនាងតែម្ដងដែលនេះហើយនាងក៏បានលោតទៅឲ្យប្រូសាកាយទាំងទៅធៀបប៉ាតានៅគ្រាន់តែជាសត្វឆ្មាម្ល៉េះហើយអំឡុងពេលស្ថានភាពបែបណាពួកគេចាប់ដើមអៀនទៅវិញទៅមកដែរទើបជាអ្នកប្រតិកម្មគាត់តែកុំមកដៃស្និទ្ធស្នាលជាមួយនាងខកពីនៅតែពីរនាក់អញ្ចឹងតែធៀបទៅឲ្យគេខ្លួនឯងសោះមិនជឿប្រមាណឥឡូវយប់មកហើយមិនដឹងថាពេលណាដើរផុតពីព្រៃធំមួយនេះទេដូចនេះបានជាសម្រាប់ប្រូសាកាយក៏ចាប់ដើមមានកំណត់ចង់ទៅដើររកកង់ម៉ូតូជីវិញហេក្នុងពេលលឿនចាស់ទើបអ្នកប្រតិកម្មគាត់ដែលការបាត់តាមអីដែលបានដឹងនោះនៅក្នុងព្រៃដ៏ធំមួយនេះអំឡុងពេលមានអាគេជិះម៉ូតូជីកង់នោះតែតែត្រូវបានសម្លាប់ដោយគ្មានអត្តសញ្ញាណអូពេលចឹងហើយប្រូសាកាយក៏ចាប់ដើមមានកំណត់មួយឡើងមកដែលកំណត់មួយនោះចង់ឲ្យអូនអាការ៉េឈរហ្នឹងហើយចាំគាត់រត់ទៅរកជំនួយវិញហាអ្នកអាប្រូឯងមានខួរព្រោះថានៅក្នុងតំបន់មួយនេះអំឡុងពេលដែលនៅតែម្នាក់ឯងមនុស្សម្នាក់នោះតែងតែបាច់ខ្លួនជានិច្ចជាពិសេសអំឡុងពេលជប់ចឹងទៀតនាងគឺមិនហ៊ាននៅតែម្នាក់ឯងនោះទេដូចនេះប្រូសាកាយក៏ឃើញនឹងយល់ថាអូនអាការ៉េនេះជាមនុស្សម្នាក់ដែលខ្លាចអ្វីគ្រប់យ៉ាងតែម្ដងសំខាន់នេះចិត្តបកាយរហូតថាអ្នកមិនដែលខ្លាចនោះទេតែពេលឮសំឡេងគ្រាន់តែសាច់យំតិចសោះលាឡើងញ័របាត់ទៅហើយគៀមឡងពេលបន្តដំណើរទៀតនោះអូនអាការ៉េនៅតែមានអារម្មណ៍ថាខ្លាចប៉ុន្តែយ៉ាងណាក៏ដោយអំឡុងពេលនៅជាមួយប្រូសាកាយនេះក៏បាននឹកឃើញដល់តកាពីមុនដល់ពេលនោះនាងបានយំខ្លាំងណាស់ព្រោះថាវិញផ្លែកប៉ុន្តែប្រូសាកាយនោះបានមកកាន់ដៃរបស់នាងឬក៏បានភ័ក្រទៅកាន់អូនអាការ៉េដែលមិនចង់ឲ្យនាងភ័យព្រួយបារម្ភអីឡើយអំឡុងពេលដែលនៅជាមួយគាត់បែបនេះអាពេលរំលឹកឃើញដល់តកាអញ្ចឹងអូនអាការ៉េមានកំណត់ឆាំទៅកាន់ដៃរបស់ប្រូសាកាយតែយ៉ាងណាគឺអ្នកគ្មានភាពក្លាហានដើម្បីបញ្ចេញនិងប្រាប់ទៅកាន់ប្រូសាកាយបានដឹងនោះទេហើយអំឡុងពេលដែលនៅតែបន្តភ័យខ្លាចនិងគ្មានភាពក្លាហានអញ្ចឹងជាគឺថាប្រូសាកាយក៏បានក្តាស់មកទៅហឹងធ្វើនេះភ័យចង់ងាប់តែអាម៉ត់របស់នាងនេះតែត្រូវចិត្តអីណាទេតែតែប្រកែកថាមិនភ័យខ្លាចអីឡើយជាស្ដែងបើទោះបីជាឃើញចឹងក៏ដោយក៏បានឃើញយ៉ាងច្បាស់ហើយទើបជាហត់ដើរឲ្យនាងចាប់ក្នុងការបន្តដើរទៅមុខទៀតហើយតែយ៉ាងណានាងនៅតែប្រកែកនឹងពេលឃើញនាងញាក់មករួយក៏បានទៅមើលថែនាងតែនិយាយដើរទៅអំឡុងពេលគាត់អៀវក៏នាងនិយាយឲ្យញ៉ៃច្រើនដែរធ្វើក៏បាននិយាយពីអមាត់តែថាការអំឡុងពេលនៅក្មេងមិនរឹងរូសដល់ថ្នាក់នេះទេដូចនេះការកើតរបស់អូនអាការ៉េនោះគឺថាมันយុត្តិធម៌ពេកឡើយដោយសារការពិតអំឡុងពេលរៀននៅបឋមសិក្សាជាមួយគ្នាក៏ហាក់ដូចជាយកចិត្តទុកដាក់សូម្បីតែពេលខ្លះក៏សូមនឹងចង់ជួននាងដែលទៅផ្ទះផងដែរដោយហេតុនេះហើយមនុស្សដែលបានផ្លាស់ប្ដូរគឺជាប្រូសាកាយផ្ទាល់បានត្រូវជាស្ដែងក៏ពីកើតរត់ហើយនេះក៏ចង់បខំឲ្យប្រូសាកាយដាក់នាងចុះទៅក៏ប៉ុន្តែដោយសារតែគាត់មិនយល់ព្រមទើបនាងក៏ចាប់ដើមចៃដោយចាប់តាមពីអំឡុងពេលនោះមកក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សានាងចាប់ដើមចាប់អារម្មណ៍ឃើញថាប្រូសាកាយហាក់ដូចជាតានតឹងជ្រុលបូរនជាមួយនឹងអារម្មណ៍មិនល្អផងដែរម្ល៉េះហើយធ្វើនាងចាប់ដើមផាយខ្លាចថាគាត់លែងចាប់អារម្មណ៍និងមិនចង់នៅក្បែរនាងទៀតនោះទេដែលនេះហើយក៏បានភ័យទៅកាន់អូនអាការ៉េក៏ប៉ាតតងទៅនឹងអារម្មណ៍ទាំងអស់នោះក៏ដោយសារគាត់
តែតែបដោតទៅលើការការពារមិនចង់ឲ្យអូនអាការ៉េមានបញ្ហាអីនោះទេដែលនេះនាងក៏បាននឹកឃើញការចែកបោកដែរដែលមិនចង់ឲ្យនាងភ័យព្រួយបារម្ភអំឡុងពេលនៅក្បែរគាត់ដល់ហេតុបែបនេះនាងក៏យល់ថាការប៉ះសម្រាប់ប្រសាកាយតាំងពីដើមរហូតដល់ឡើយនេះគឺមិនដែលផ្លាស់ប្ដូរទៅណានោះឡើយពេលដឹងថាគាត់មិនដែលផ្លាស់ប្ដូរអញ្ចឹងនាងចាប់ដើមមានអៀនដែរប៉ុន្តែយ៉ាងណាក្តីឥឡូវពួកគេបានដើរផុតព្រៃដ៏ធំមួយនេះហើយអំឡុងពេលសប្បាយចិត្តណាស់ប្រសាកាយក៏បានចាប់អារម្មណ៍ទឹកមុខសម្លែករបស់អូនអាការ៉េក៏ប៉ុន្តែក៏ឃើញថាមានគេទេមកហើយនោះគឺជាគ្រួសាររបស់គេនឹងឯងជាក់ស្ដែងក្រោយពេលនិយាយមួយគ្នាបានមកស្ទុះមកប្រសាកាយក៏បានប្រាប់ទៅកាន់អូនអាការ៉េដែលឥឡូវនេះម៉ាក់របស់គេនឹងចង់ឲ្យពួកគេទាំងពីរស្នាក់នៅនៅមកយប់សិនតែចាំថ្ងៃស្អែកចាំធ្វើដំណើរត្រឡប់ទៅផ្ទះវិញបបរួនជាមួយជាពិសេសម៉ាក់គេក៏បានកក់បន្ទប់ឲ្យពួកគេទាំងពីរនឹងដេកដែរហើយខលពេញនិយាយរឿងនឹងហើយសម្រាប់អូនអាការ៉េហាក់ដូចជាទឹកមុខធម្មតាមិនដឹងថានៅក្នុងចិត្តរបស់អ្នកឥឡូវកំពុងគិតស្អីខ្លះទេសូម្បីតែពេលដើរទៅបន្ទប់ដេកប្រសាកាយចាប់ដើមឆ្ងល់ដោយសារតែឃើញអូនអាការ៉េស្ងាត់ខ្លាំងពេកអត់មាននិយាយស្អីមួយម៉ាត់សោះដល់ពេលអាការៈរបស់នាងបែបណាក៏ចាប់ដើមកាត់ប្រហែលជានាងខំមកកាន់គាត់ឲ្យមើលតែលុះរហូតដើរទៅដល់បន្ទប់ដេកគាត់ចាប់ដើមគាំងជាខ្លាំងដោយសារតែពួកគេទាំងពីរត្រូវដេកជាមួយគ្នាតែម្ដងដល់ហេតុនេះមិនយល់ពីម៉ាក់របស់គាត់ឡើយមិនដឹងជាគិតស្អីបានជារៀបចំបន្ទប់ឲ្យពួកគេដេកជាមួយគ្នាអញ្ចឹងបូករួមជាមួយឃើញទឹកមុខអូនអាការ៉េចាស់ទៀតក៏បានប្រហែលទៅកាន់នាងដែលមិនអីនោះទេនាងអាចដេកនៅក្នុងបន្ទប់នឹងតែចាំគាត់ទៅដេកនៅកន្លែងផ្សេងវិញក៏ប៉ុន្តែនាងក៏បានប្រាប់ទៅកាន់ប្រសាកាយដែលមិនអីនោះឡើយឬក៏បានបន្តប្រាប់ទៅកាន់ប្រសាកាយបន្ថែមទៀតដោយការពិតតែសម្រាប់នាងពិតជាចង់នៅក្បែរប្រសាកាយខ្លាំងណាស់ក្នុងថ្ងៃនេះម្ល៉េះក៏ចាប់ដើមធ្វើគាត់ក៏មិនយល់ហើយពេលឃើញទឹកមកនាងចាស់ទៀតប្រសាកាយក៏ចាប់ដើមសើចដែលមើលទៅអូនអាការ៉េខ្លាចខ្មោចមែនបានជាមិនហ៊ានដេកនៅក្នុងបន្ទប់តែម្នាក់ឯងយ៉ាងណាមិនចម្លើយរបស់នាងនោះគឺថាវាគឺជាការអរគុណសម្រាប់ថ្ងៃនេះក្នុងការនាំយកនាងត្រឡប់មកវិញហើយក៏ពេញចិត្តរត់ហាក៏ចាប់ដើមមានចង់អៀនទៅជាចង់សំលៀប្រសាកាយទៅងូតទឹកសិនទៅឥឡូវអំឡុងពេលនេះប្រសាកាយហាក់ដូចជាមិនយល់ឡើយអាម៉េចបានជាអូនអាការ៉េនឹងផ្លាស់ប្ដូរខ្លាំងម៉េចអាការពីមុនជួបគ្នាម្ដងណាមិនតែនិយាយពីល្អដាក់គ្នាទេមួយថ្ងៃឆ្លោះខំគ្នាពេញហ្នឹងតែដល់ពេលឃើញការនិយាយរបស់នាងចេះហៀងចម្លែកដែរហ្នឹងបើទោះបីជាណាក៏ដោយសម្រាប់ប្រសាកាយមិនជឿថានាងផ្លាស់ប្ដូរនោះឡើយមើលទៅអាចជាល្បិចស្អីមួយយ៉ាងហើយប៉ុន្តែក៏ពេលងូតទឹករលហើយក៏បានចាប់អារម្មណ៍ឃើញអូនអាការ៉េមកអង្គុយចាំគាត់តែម្ដងម្ល៉េះហើយក៏ចាប់ដើមទៅនិយាយជាមួយអូនអាការ៉េដែលមិនស្មានថានាងកំពុងតែរងចាំព្រោះថាអីដែលគាត់បានដឹងនោះអូនអាការ៉េជាមនុស្សម្នាក់ដែលខ្ពើមការរងចាំបំផុតជាណាក្តីខំពីឃើញរកពីនាងចេះមើលទៅគួររន្ធត់ណាស់ដែរលើម្ដងពេលបន្ទាក់ម្លងពេលញ៉ាំអីជាមួយគ្នាប្រសាកាយនិយាយពីតាសប្បាយចិត្តថាក៏ពីឃើញម្ហូបឆ្ងាញ់អញ្ចឹងតែពេលកលែកទៅកាន់អូនអាការ៉េហើយអស់អារម្មណ៍លឹមតើជាស្ដែងបន្ទោះបីជាគាត់ខំប្រឹងណែនាំម្ហូបជាច្រើនសម្រាប់នាងញ៉ាំក៏ទឹកមុខរបស់នាងមិនបាច់និយាយទេដូចនេះគាត់មានកម្រងចង់ចាក់ទឹកតែឲ្យនាងផឹកវិញម្ដងតែជាសយអីក៏កពុបអាទឹកតែអាលៀកទាំងដៃខ្លួនឯងផងនិងថែមតាមប្រឡាក់កាបូបរបស់អូនអាការ៉េទៀតទាំងអស់ហ្នឹងហើយក៏បានសុំទោសទៅកាន់អូនអាការ៉េក៏ប៉ុន្តែអ្វីដែលនាងខ្វល់ខ្លាំងនោះគឺមិនមែនជាកាបូបមួយហ្នឹងទេសម្រាប់ពេលនេះនាងកំពុងតែខ្វល់ទៅលើដៃលាករបស់គាត់ដល់ហេតុទាំងអស់ហ្នឹងអារម្មណ៍អៀនចាប់ដើមកើនឡើងម្ដងទៀតបូររួមជាមួយឡើយនាងក៏បានប្រយ័ត្នទៅកាន់ប្រសាកាយតាក់ទងទៅនឹងការកពុបទាំងអស់នេះចាំនាងសម្អាតក៏បានដែរដូចនេះសម្រាប់គាត់គួរតែលាងដៃជាមួយទឹកនិងមើលថែកុំឲ្យមានបញ្ហាខ្លាំងឥឡូវអំឡុងពេលនេះក៏កំពុងតែឆ្ងល់មែនទែនមិននៅតែមានរឿងអីកើតឡើងចំពោះអូនអាការ៉េទេធ្លាប់តែការមុននិយាយពីថាជេរគ្នាទៅវិញទៅមកឥឡូវមកខ្វល់នឹងជួយរៀបចំការធ្វើកពុបទឹកតែរបស់គាត់ទៀតមិនជឿប្រមាណឥឡូវដល់ពេលដែលត្រូវដេកវិញម្ដងសម្រាប់ប្រសាកាយហាក់ដូចជាងធំបានទេបូករួមជាមួយឃើញទឹកមុខនេះចឹងទៀតទៅជាប្រសាកាយសម្រាប់ចាត់ក្នុងការទៀនពូកទៅដេកគៀនជាងហ្មងទៅឥឡូវអំឡុងពេលឃើញចឹងសម្រាប់អូនអាការ៉េគឺមិនសប្បាយចិត្តចំពោះការធ្វើរបស់គាត់ឡើយដូចនេះក៏វិបត្តិភ្លើងនឹងគៀពេលដែលប្រសាកាយកំពុងតែភ័យខ្លាចនៅព្យាយាមប្រាប់ខ្លួនឯងថាពួកគេជាមួយកុមារភាពមិនត្រូវគិតអីច្រើននោះឡើយក៏ស្រាប់តែអូនអាការ៉េទៅដេកជាមួយនឹងគាត់តែម្ដងជាពិសេសក៏បានប្រាប់ទៅកាន់ប្រសាកាយដែលកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះដោយសាររូបរាងកាយរបស់គាត់ត្រជាក់ពេកនេះមិនចូលចិត្តឡើយងាប់ហើយចឹងតែមកដេកជាមួយគេទៅអីទេហាក់បែបហ្នឹងនេះក៏បានប្រាប់ទៅកាន់ប្រសាកាយដែលអ្វីដែលនេះចង់បានពីគាត់ណាគឺចង់ឲ្យគាត់មើលនឹងធ្វើអីដែលគាត់ធ្លាប់ដូចទៅនៅអំឡុងពេលរៀននៅក្នុងថ្នាក់បឋមក្រោយបានស្ដាប់លើការនិយាយនៅខែអតីតកាលជាមួយនឹងការពីមុនហើយប្រសាកាយក៏បានទៅអោបអូនអាការ៉េតែម្ដងឬក៏បានចាប់ផ្ដើមយល់ព្រមតាមសំណើដែលនាងចង់ឲ្យគាត់ធ្វើដែលហេតុនេះហើយនាងបានឃើញថាអារម្មណ៍របស់ខ្លួនឯងនេះតែងតែស្រស់ស្រាយនិងមានទំនុកចិត្តខ្លាំងអំឡុងពេលដែលប្រសាកាយនៅក្បែរទើបក្នុងការនោះនាងក៏បានប្រាប់ទៅកាន់ប្រសាកាយដែលថានាងបានស្រឡាញ់ទៅកាន់គាត់ជាស្ដែងខ້ອຍបានដេកជាមួយគ្នាមកស្ទើរណាស់ប្រសាកាយក៏បានចាប់អារម្មណ៍
ท่านนี่ใจสิเกมันเนาะงอใบกอดมันนักสมาซะท่านนี่บ้านสไลด์มากันกอดจังเริ่มมาดาเปลือกแรงโปรสาไก่ได้มันลุโนเตขนอนไงนี่โดยซาถ้าสบายเชิดเป๊กเขียวเป๊ะได้เอาหนักการที่สไลด์มากันกอดเยต้าเบตุใบชีรังรูแมนปนต้ก่อสะอาดนาได้เพลียเอาลองเปติชูจมวยโอนาการีก็กระจับดามใจกาเปิดแต่ตอนตัวหนังเรืออำลองไปจบไม่เน่ฮะอาโปรไอกระปงใหญ่ปีสไอเกงอไปสำคัญไอ้นี่เอาหนักการีน้ำบาเพลตกรรมโปรสาไก่กมาใหญ่ๆซะอำลองเป๊ะในกระพงตะไตคลุนรถคอยไปรีบจำคลุนให้เนี่ยกับบานทัวร์ดำน้าตลอดตัวเต้มวนตายมาดองต่อแบบนี้ใหญ่โปรสาไก่อาจจะบาครั้งเหม็นแต่จากการใหญ่จบไม่นั่นเนจังใหญ่ปีสไอเกบาคอนตะพักล่าเหมือนตัวชลุกเนี่ยบาได้นังเดินในก็มีในท่าประกาศได้มันก็มาระเพียบมันแอคปลายแต่จีซองแซนันสลายเกลียบานดูเตกัดมาค้างแค่เขียไปแต่อนาการจีลานกรองตลอดแต่ไว้นะเนี่ยนักสมามันด่าถ้าอำเราไปจบไม่เน่บ้านใจเปียท่าเนี่ยสลายตะการโปรสาไก่จังสักมละหายเอียนก็เอียนคลางหน้ามันดังตราทเวิร์สไอปตอเตียเตขอปีทล้อนใหญ่เปียนางจังมาแบบนางไอ้ใส่กับบอเจนแต่เลยไอพิโซดมาเน่ก็ไม่แต่เป็นนางไอโอเคพิโซดเนี่ยจะจมวยการสำราญในการสครับเรื่องระบายยมซากุระก่อนสครับเนี่ยตาคนนี้จะเอาจะ subscribe เอามาเนี่ยมวยพองแน่นางบ้าไม่จะบาไล่ก็อาจเข้ามาในข้างของบ้านด้วยคนนี้ให้เนี่ยจ้านั่นก็ไล่ไอมวยพองกลมจะได้ขอคลางไปแบบนั้นใส่กับบอเจนก็ไม่แต่เป็นนางไอจำจุกคนนี้นายไปคอยเตียนบ๊ายบาย